សេដ្ឋកិច្ចនិងសិលធម៌កូនប្រុសសម្លាញ់ម៉ែកូនប្រាប់ម៉ែថាកូនលំបាកក្នុងការជិះកង់ទៅសាលារៀនកូនទាមទារចង់ឲ្យម៉ែទិញម៉ូតូឲ្យកូនជិះប៉ុន្តែម៉ែចង់ឲ្យកូនសម្លឹងមើលសិស្សជាច្រើនទៀតដែលមិនមានសំបីតែកង់ជិះពួកគេត្រូវដើរទៅរៀនក្នុងរវាងផ្លូវឆ្ងាយទៀតផងនិងត្រូវដើរត្រឡប់មកផ្ទះវិញជួនកាលក៏ដោយសារមិត្តភ័ក្តិចឹងទៅទាំងបាយទឹកនំចំណីពួកគេក៏ខ្សត់ខ្សោយជាងកូនដែរពុតក៏អាវក៏ខ្វះខាតមានក្មេងជាច្រើនទៀតមានទាំងមានសំណាងបានដើរទៅចូលរៀននឹងគេផងដោយបញ្ហាជីវភាពក្នុងគ្រួសារមានការខ្វះខាតខ្លាំងជាដើមកូនប្រុសម៉ែត្រូវមើលឲ្យឆ្ងាយមើលក្នុងរង្វង់ធំកុំមើលទៅតែលើត្រូវមើលក្រោមផងហើយកុំមើលតែខ្លួនឯងត្រូវមើលអ្នកដទៃខ្លះផងដែរមនុស្សដែលមើលតែខ្លួនឯងក៏រមែងឃើញតែខ្លួនឯងមិនឃើញដល់អ្នកដទៃផងទេយូរយូរទៅក៏คล้ายជាមនុស្សចេះគិតតែពីខ្លួនឯងមិនចេះគិតដល់អ្នកដទៃខ្លះឡើយយកតែសេចក្តីសុខសប្បាយរបស់ខ្លួនជាទីតាំងប៉ុណ្ណោះម៉ែនិងឪពុករបស់កូនបានប្រឹក្សាគ្នាហើយចាំដល់កូនចូលមហាវិទ្យាល័យសិនទៅបានទិញម៉ូតូឲ្យកូនឥឡូវម៉ែត្រូវការឲ្យកូនលំបាកក្នុងវ័យនេះវ័យដែលមានកម្លាំងមមួនវ័យដែលត្រូវសាងកម្លាំងចិត្តឲ្យរឹងប៉ឹងហន្តីតស៊ូក្នុងឆាកជីវិតដើម្បីកូននឹងបាននៅសេចក្តីសុខសប្បាយក្នុងវ័យដែលគួរបានសម្រាកម៉ែសូមឲ្យកូនបានដឹងផងថាក្នុងឆាកជីវិតនេះកូនត្រូវតស៊ូតែម្នាក់ឯងគត់មិនមែនដូចជាការតស៊ូនៅក្នុងការប្រកួតកីឡាបាល់ទាត់ជាដើមនោះទេការប្រកួតកីឡាបាល់ទាត់បើឈ្នះក៏ឈ្នះទាំងក្រុមបើចាញ់ក៏ចាញ់ទាំងក្រុមដែរប៉ុន្តែចំពោះឆាកជីវិតនេះវិញកាលបើកូនចាញ់ចំពោះជីវិតហើយកូនមិនអាចបន្ទោសអ្នកណាបានឡើយហើយមនុស្សគ្រប់គ្នាដែលសម្លឹងមើលកូនជាអ្នកប្រកួតចាញ់ជីវិតនេះគឺគេបន្ទោសកូនតែម្នាក់ឯងប៉ុណ្ណោះបើកូនមានអំណត់អត់ធន់តស៊ូក្នុងឆាកជីវិតបានជោគជ័យមនុស្សទាំងឡាយគេអាចនឹងលើកតម្កើងដល់មេដាបិតាគ្រូអាចារ្យខ្លះផងដែរក្នុងឋានៈជាអ្នកអប់រំទូលមានព្រានបដៅចង្អុលប្រាប់ផ្លូវតែមនុស្សដែលត្រូវបានទទួលការលើកតម្កើងច្រើនជាទីបំផុតក៏គឺខ្លួនកូននឹងឯងតែម្ដងការប្រកួតចាញ់ជីវិតញាតិមិត្តបងប្អូនប្រកាសជាមិនមាននរណាម្នាក់ព្រមចាញ់ឬរួមចាញ់ជាមួយកូនឡើយអស់យ៉ាងគេគ្រាន់តែមើលដោយការអាណិតអាសូរតែប៉ុណ្ណោះប្រហែលដូច្នោះកូនត្រូវវឹកហាត់កសាងកម្លាំងចិត្តឲ្យបានរឹងប៉ឹងឲ្យចេះអត់ធន់តស៊ូដើម្បីបានជាមូលដ្ឋានដ៏ល្អនៃជីវិតរបស់ខ្លួនឯងកូនម៉ែកុំចេះតែសម្លឹងរកទីពឹងអំពីខាងក្រៅឬអំពីមនុស្សដទៃនោះឡើយកូនត្រូវចេះព្យាយាមធ្វើខ្លួនឲ្យជាទីពឹងនៃខ្លួនឯងហើយត្រូវតែបញ្ញាប់បញ្ញាប់ឲ្យបានសមគួរតាមវ័យទៀតផងសូមឲ្យកូនម៉ែបានយល់ឃើញត្រូវដូច្នេះថាការចេះដឹងល្អនិងការប្រព្រឹត្តល្អជារបស់សំខាន់ក្នុងជីវិតដោយកូនបានឃើញស្រាប់ហើយពុកម្ដាយមិនមែនជាអ្នកមានទ្រព្យសម្បត្តិរហូតដល់ថ្នាក់ចាយប្រាក់ដោយមិនចាំបាច់គិតមុខគិតក្រោយនោះទេឬក៏ត្រូវយកមកបាចសាចរយរាយលេងដើម្បីសេចក្តីសប្បាយរីករាយរបស់កូនទាំងដែលខ្លួនឯងជាម៉ែឪត្រូវប្រឹងរកសឹងលៀនក្របភ្នែកនោះឡើយដូច្នេះកូនកុំចេះតែគិតប្រាថ្នាក្នុងទ្រព្យសម្បត្តិរបស់ម៉ែឪដើម្បីយកទៅប្រើប្រាស់ចាយវាយហាក់ដូចជាម៉ែឪរបស់ខ្លួនសម្បូរណាស់ឬហាក់ដូចជាបានមកដោយឥតប្រឹងប្រែងនោះឡើយបើសិនបើម៉ែមានប្រាក់នឹងទិញម៉ូតូឲ្យកូនជិះម៉ែក៏មិនមែនទិញឲ្យដើម្បីកូនរីករាយភ្លើតភ្លើននៅក្នុងពពួកមិត្តភ័ក្តិនាំគ្នាជិះហឺហាបណ្ដើរស្រីញីនេះឯណោះវេរឹកអួតក្អេងក្អាងនោះឡើយរឿងនេះចាំដល់កូនចេញរកប្រាក់ខ្លួនឯងកូននឹងបានដឹងថាការរកប្រាក់នោះវាមានសេចក្តីលំបាកយ៉ាងណាហើយកូនចង់បានអ្វីកូននឹងទិញដោយខ្លួនឯងចោះចូលកូនចាំទុកថាមនុស្សណាដែលទន់ខ្សោយមិនអាចយកឈ្នះជីវិតខ្លួនឯងបានមនុស្សនោះមិនអាចកសាងខ្លួនបានឡើយព្រោះជាអ្នកទ្រាំនឹងគ្រឿងដែលនាំឲ្យត្រេកត្រអាលមិនបាននៅពេលកូនចេញពីការសិក្សាចូលទៅធ្វើការនៅក្នុងកន្លែងណាមួយនោះចវាយនេះគេមើលកិច្ចការងាររបស់កូនច្រើនជាងសញ្ញាបត្ររបស់កូនទៅទៀតកូនត្រូវធ្វើការងារល្អមានសិលធម៌មានសេចក្តីព្យាយាមមានស្មារតីគ្រប់គ្រងខ្លួនប្រកបធ្វើតែការងារដែលសុចរិត
ពិចារណាមុនហើយទៅធ្វើមានការសង្រួមប្រយ័ត្នកាយវាចាចិត្តរបស់ខ្លួនជានិច្ចមិននិយាយលេះលោះមិនអួតអាងលើកតម្កើងខ្លួនប្រៀបផ្ទឹមនឹងអ្នកដទៃកូនត្រូវជាមនុស្សទន់ភ្លន់ចេះបន្ទន់អរិយាបថបិទទុកនៅសេចក្តីល្អរបស់ខ្លួនឲ្យច្រើនកុំអួតអាងគុណពិសេសអ្វីរបស់ខ្លួនឯងក្តីល្អរបស់យើងនោះទុកឲ្យអ្នកដទៃគេមើលឃើញគេនិយាយទៅចោះកុំចាំបាច់និយាយដោយខ្លួនឯងឡើយបើកូនមាននៅគុណសម្បត្តិដោយពោលមកនេះកូនត្រូវមានឈ្មោះថាអ្នកមានជីវិតរស់នៅដោយធម៌ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរថាជាអ្នកមានសេចក្តីចម្រើនក្នុងលោកយើងនេះនៅត្រូវការមនុស្សល្អទៀតច្រើនណាស់កូនកំណឹកថាមានត្រឹមតែសញ្ញាបត្រជាន់ខ្ពស់ហើយអាចបានជួបនៅសេចក្តីសម្រេចគ្រប់យ៉ាងតាមដែលបំណងប្រាថ្នានោះកូនត្រូវតែមាននៅគុណសម្បត្តិដទៃផ្សេងទៀតឲ្យបានច្រើនជាអលង្ការទើបកូនអាចមាននៅដំណើរជីវិតប្រព្រឹត្តទៅបានល្អបើប្រសិជ្ជៈនៅគុណសម្បត្តិក្តីល្អផ្សេងហើយទោះបីមានទ្រព្យច្រើនមានស័ក្តិធំមានមុខតំណែងពងពោះបណ្ណាក៏ដោយក៏មិនអាចមាននៅសេចក្តីសុខដ៏ពិតប្រាកដឡើយត្រឹមតែជាការបោកបញ្ឆោតខ្លួនឯងប៉ុណ្ណោះហើយត្រូវបញ្ឆោតឲ្យរីករាយរំភើបទៅរហូតក្នុងមួយថ្ងៃរោគតម្លៃខ្លឹមសារពិតនៃជីវិតគ្មានឡើយនៅក្នុងសាលាដែលកូនរៀនក៏មានវិជ្ជាសិលធម៌សូមកូនយកចិត្តទុកដាក់សិក្សាឲ្យមែនទែនពិតមែនតែវិជ្ជាព្រះពុទ្ធសាសនាឬវិជ្ជាសិលធម៌នេះដាក់ឲ្យមានការប្រឡងក្នុងសាលាតិចតួចក៏ដោយប៉ុន្តែមនុស្សទាំងឡាយគេបានចេញវិញ្ញាសាផ្នែកសិលធម៌នេះផ្ទាល់ក្នុងជីវិតគ្រប់ពេលវេលាច្រើនជាងវិជ្ជាណាទាំងអស់វិជ្ជានេះមានការចាំបាច់ដល់ដំណើរជីវិតច្រើនជាទីបំផុតជាការចាំបាច់ដល់ថ្នាក់ខានមិនបានតែម្ដងបើមនុស្សយើងរៀនក្នុងសាលាគ្រាន់តែដើម្បីចេញមកប្រកបអាជីពរកស៊ីចិញ្ចឹមជីវិតទេនោះតើមនុស្សនឹងជាសត្វដ៏ប្រសើរវិសេសជាងសត្វលោកប្រភេទដទៃទៀតយ៉ាងដូចម្ដេចទៅព្រោះសត្វដទៃមិនបានចូលរៀនក្នុងសាលាក៏អាចមានជីវិតរស់នៅបានដែរទាំងដែលពពួកសត្វខ្លះមើលទៅទំនងជារស់នៅសប្បាយជាងមនុស្សខ្លះទៀតផងព្រោះអាស្រ័យហេតុនេះការសិក្សាទៅគួរឲ្យមានទិសដៅខ្ពង់ខ្ពស់ប្រសើរជាងការសិក្សាដោយត្រឹមតែដើម្បីចិញ្ចឹមជីវិតតែម្យ៉ាងនោះគឺគួរឲ្យមានទិសដៅទៅក្នុងការអប់រំចិត្តដើម្បីឲ្យមានចិត្តខ្ពស់បានទៅជាមនុស្សចេះព្យាយាមកាត់បន្ថយនៅកិលេសព្រោះកិលេសវាជាគ្រឿងទាញចិត្តឲ្យធ្លាក់ចុះទាបនិងឲ្យថោកដូចវាដែរសេចក្តីនេះមិនមែនបានន័យថាការប្រកបមុខរបរចិញ្ចឹមជីវិតមិនសំខាន់នោះទេម៉ែដឹងហើយថាបច្ច័យ4ជារបស់ចាំបាច់សម្រាប់មនុស្សការខ្វះខាតបច្ច័យ4ធ្វើឲ្យមនុស្សលំបាកមានការរំខាននៅក្នុងចិត្តកង្វល់ដល់អនាគតនិងមានសេចក្តីដឹងខ្លួនជាទុក្ខក្នុងរឿងផ្សេងប៉ុន្តែការខ្ជិះខ្ជាយចាយវែងមិនគិតវាក៏ធ្វើឲ្យមនុស្សប្រឈមមុខនឹងទុក្ខកង្វល់បានដែរដូច្នេះកូនត្រូវចេះគិតឲ្យមែនទែនម៉ែសូមបញ្យល់កូនអំពីសិលធម៌និងសេដ្ឋកិច្ចនៅក្នុងជីវិតប្រចាំថ្ងៃសេដ្ឋកិច្ចដែលពិតប្រាកដរមែងមិនទាស់នឹងច្បាប់សិលធម៌ក៏ដូចគ្នាដែរគឺសិលធម៌ពិតប្រាកដត្រូវតែមានសេដ្ឋកិច្ចដែលល្អប្រព្រឹត្តទៅព្រមគ្នាកូនត្រូវយល់ពាក្យទាំងអស់នេះដូចតទៅសេដ្ឋកិច្ចដែលពិតប្រាកដត្រូវតែមិនប្រជែងយកប្រៀបលើគ្នាគឺត្រូវធ្វើដោយការលះបង់ដើម្បីសេចក្តីសុខដល់អ្នកដទៃដែលមានទំនាក់ទំនងជាមួយគ្នាឃើញអ្នកដទៃប្រហែលនឹងខ្លួនឯងដែរទើបមិនមានការយកប្រៀបលើគ្នានេះឯងគឺជាសិលធម៌ដ៏ពងពោះកាលបើដូចនេះសិលធម៌ដែលពិតប្រាកដត្រូវតែជាសិលធម៌ដើម្បីការរស់នៅដ៏ល្អប្រសើររបស់មនុស្សជាតិនិងដើម្បីសុវត្ថិភាពនៃសង្គមនឹងឯងគឺមិនមែនជាសិលធម៌ដែលអណ្ដែតទៅខ្ពស់ផុតពីសេចក្តីពិតនៃជីវិតរបស់មនុស្សនោះឡើយដូច្នេះសិលធម៌និងសេដ្ឋកិច្ចត្រូវតែដើរទៅព្រមគ្នាទើបនឹងឲ្យនៅសេចក្តីសុខសាន្តដល់មនុស្សក្នុងសង្គមទៅបានសូមឲ្យកូនសាកគិតមើលបើមនុស្សក្នុងសង្គមរបស់យើងមានបាននៅទ្រព្យល្មមប្រើប្រាស់និងល្មមហូបចុកហើយឬក៏ច្រើនបរិបូរជាងនឹងទៅទៀតក៏ដោយតើវាអាចបញ្ចប់នៅបញ្ហាឬតាមពិតមនុស្ស
còn nơi tại chluo đần đơm kia về và tọp kia đần đơm trọp biệt biên sầm lạp kia cho nên kia đi kia nâng chia bát kia chia đà đai rồi mà nô miền cà phê pan hà bảo liên lệ cho mau được đông me mà nô còn nơi tại cặp sầm lạp kia đầm bay đần đơm đông me nâng aiព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាសំបីភ្នំមាសពីរក៏មិនល្មមដល់សេចក្តីត្រូវការរបស់មនុស្សម្នាក់ដែរគង់តែទៅដណ្ដើមនៅភ្នំមាសអ្នករតីទៀតជាមិនខាននេះព្រោះតែការមិនចេះគ្រប់គ្រាន់នៃមនុស្សលោកព្រោះដូច្នេះការសិក្សាត្រូវតែឲ្យមានការចម្រើនផ្លូវចិត្តលះបង់នៅការលោភលន់ការខឹងក្រោធនិងសេចក្តីល្ងងទៅព្រមជាមួយគ្នានឹងការចម្រើននៅចំណេះដឹងទៅជាការបានសម្រេចនៅទិសដៅនៃការសិក្សាបើមិនដូច្នោះទេការសិក្សានោះឯងនឹងវិលត្រឡប់មកសម្លាប់អ្នកសិក្សាខ្លួនឯងវិញព្រោះការសិក្សាដោយគ្រាន់តែដើម្បីបានជាឧបករណ៍នៃកិលេសប៉ុណ្ណោះរបៀបដូចគេចាប់អាសេរពឹសត្រង់កន្ទុយអញ្ចឹងឯងការប្រព្រឹត្តធម៌ជារបស់ដ៏សំខាន់នៅក្នុងសង្គមមនុស្សតែមនុស្សយើងច្រើនតែមើលមិនឃើញសេចក្តីសំខាន់នេះប្រៀបដូចការមើលឃើញភាពល្អស្អាតនៃដើមឈើតែមើលមិនឃើញនៅឫសដែលជារបស់ដ៏សំខាន់ក្រៃលែងក្នុងការចម្រើននៃដើមឈើនោះដូច្នោះឯងបើមនុស្សលើផែនដីនេះអត់អាហារបរិភោគមួយថ្ងៃវាមិនជាគ្រោះថ្នាក់អ្វីដែលនាំឲ្យស្លាប់នោះឡើយតែបើមនុស្សគ្រប់គ្នាអត់សិលធម៌ទៅវិញដោយត្រឹមតែមួយផ្លេតប៉ុណ្ណោះដូចជាអត់សិលទី1នៅក្នុងសិល5មនុស្សត្រូវសម្លាប់គ្នាស្លាប់រាប់ចំនួនមិនអស់នាំឲ្យមានសេចក្តីក្តៅក្រហាយដ៏ខ្លាំងក្លាកើតឡើងសេចក្តីនេះជាការបញ្ជាក់ឲ្យឃើញថាការប្រព្រឹត្តធម៌មានសេចក្តីសំខាន់ដ៏ក្រៃលែងគឺជាឫសគល់នៃសន្តិសុខក្នុងពិភពលោកដើម្បីឲ្យកូនបានឃើញនៅសម្បត្តិដ៏មានតម្លៃនៅក្នុងជីវិតពិតៗម៉ែសូមឲ្យកូនតាំងចិត្តធ្វើជាមនុស្សល្អជាយាមស្វែងរកចំណេះដឹងមកដាក់ខ្លួនកូនត្រូវប្រើវេលាឲ្យមានប្រយោជន៍ដោយការអានសៀវភៅផ្សេងដូចនេះកូនអាចជជែកជាមួយអ្នកប្រាជ្ញបានគ្រប់គ្នាដោយការអានសៀវភៅរបស់លោកសូមកូនកុំសម្លាប់ពេលវេលាឬផាត់ពេលវេលាចោលឲ្យសោះបុគ្គលណាសម្លាប់ពេលវេលាជារឿយពេលវេលានឹងត្រឡប់បែរមកសម្លាប់នៅបុគ្គលនោះវិញឲ្យជាមនុស្សស្លាប់ទាំងរស់ពោលគឺធ្វើឲ្យបុគ្គលនោះឯងរស់នៅយ៉ាងឥតប្រយោជន៍មានតែបង្កនៅទុក្ខទោសឲ្យដល់ខ្លួនឯងនិងដល់សង្គមទៀតផងមានមនុស្សចំនួនច្រើនណាស់ដែលធ្វើការទន្ទឹងតែប្រាក់ខែបន់ឲ្យតែឆាប់ដាច់ខែនឹងបានបើកប្រាក់តើគេមាននឹកទេថាមួយខែដែលកន្លងទៅជីវិតត្រូវអស់មួយខែតើជីវិតមួយខែគេកំណត់តម្លៃប៉ុន្មានបានប្រាក់មកតែជីវិតត្រូវអស់សេចក្តីស្លាប់ចូលមកចិត្តគ្រប់ដង្ហើមសេចក្តីល្អដែលត្រូវធ្វើមានច្រើនណាស់ការងារចិញ្ចឹមជីវិតដែលត្រូវធ្វើក៏មានច្រើនដែរធ្វើយ៉ាងណាក៏មិនចេះអស់តែហេតុដូចម្ដេចណទៅចេះតែមានមនុស្សនិយាយថាមិនដឹងធ្វើអ្វីហើយក៏បោះបង់ពេលវេលាចោលគួរឲ្យស្ដាយណាស់ធម្មជាតិបានឲ្យពេលវេលាដល់មនុស្សយើងស្មើគ្នាក្នុងមួយថ្ងៃអ្នកណាយកទៅធ្វើអ្វីក៏បានបើគេប្រើពេលវេលាឲ្យមានប្រយោជន៍ជីវិតរបស់គេក៏មានប្រយោជន៍ក្នុងថ្ងៃនេះម៉ែដាស់តឿនកូនបន្ថែមបន្តិចទៀតថាអ្វីដែលកូនចង់បានតាមចំណង់ចិត្តនោះវាមិនអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ឡើយរបៀបដោយកូនកាលពីមិនទាន់បានកង់ហើយទាម៉ែទិញកង់ដូច្នោះឯងឥឡូវមិនទាន់បានប្រមាណផងឃើញតែកូនធុញទ្រាន់នឹងកង់ទៅហើយបញ្ជាក់ឲ្យឃើញថាកូនខ្វះអំណត់អត់ធន់ខ្វះការតស៊ូព្យាយាមខ្វះធัวសន្តោសដូច្នេះកាលបើកូននៅតែខ្វះគុណធម៌ទាំងនេះជារៀងរហូតនោះកុំនិយាយត្រឹមតែម៉ូតូទោះបីជាកូនបានរថយន្តក៏កូនមិនឆ្អែតឡើយសូមកូនម៉ែគ្រប់គ្រាន់ក្នុងពេលនេះតែម្ដងទៅ